គ្រួសារយើងគ្មានខ្សែគ្មានខ្នងគ្មានចង្វាក់អីទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាទីពឹងដ៏ធំមួយរបស់គ្រួសារយើងកូនមើលទៅជុំវិញខ្លួនមើលបងប្អូនគ្រួសារអ៊ីអ៊ុំសិតតែអ្នកអត់បើយើងគ្មានខ្សែគ្មានចង្វាក់អីនឹងតោងទេចឹងហើយកូនកុំភ្លេចខ្លួនអសោះគ្រួសារយើងគ្មានខ្សែគ្មានខ្នងទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាបកគោលរបស់គ្រួសារកូននឹងក្លាយជាម្លប់របស់បងប្អូនកូននឹងក្លាយជាផ្លូវសម្រាប់អ្នកក្រោយបន្តទៀតកំពុងតែប្រឹងវ័យយើងកំពុងតែបញ្ចេញកម្លាំងគុំទៅចំណែនជាមួយនឹងវ័យគេដែលកំពុងតែសោយសុខពេលខ្លះគេលំបាកច្រើនណាស់ទម្រាំតែគេបានសោយសុខអញ្ចឹងវ័យយើងកំពុងប្រឹងត្រូវតែមានមោទនភាពត្រូវតែមានជំនឿចិត្តជាមួយអ្វីដែលយើងខំប្រឹងធ្វើនាពេលបច្ចុប្បន្នបដោតធ្វើវាឲ្យអស់ចិត្តគុំលវើលវាយទៅប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតគេអ្នកខ្លះខំប្រឹងធ្វើការបានល្អខ្ញុំនៅចាំពាក្យម្ដាយរបស់ខ្ញុំក៏តែងតែបដៅខ្ញុំតាំងពីតូចគាត់និយាយថាយើងអត់ចាំបាច់លាក់បាំងមហូបដែលនៅសល់ច្រើនថ្ងៃដោយសារខ្លាចភ្ញៀវនិយាយថាយើងរិះទេកូនព្រោះយើងរស់នៅបែបហ្នឹងមែនគាត់បាននិយាយទៀតថាចានដែលបែកកូនឯងប្រើវាសិនទៅព្រោះយើងញ៉ាំជាមួយស្លាបព្រាតាវាអត់មុតទេគោឡើងភ្នំអត់មានសាច់គោក៏បានព្រោះបន្លែសុទ្ធវាងាយស្រួលធ្វើយើងបត់ជើងហើយសុខភាពល្អត្រីខនេះយើងនៅតែ2នាក់យើងប្រើវាពាក់កណ្ដាលបានហើយកូនពាក្យអញហើយនឹងពាក្យខ្ញុំមួយម៉ាត់ដូចគ្នាកូនឯងប្រើពាក្យខ្ញុំវាពីរោះជាងធំឡើងកូនឯងមិនបាច់ប្រើកាភ្លើងដើម្បីការពារខ្លួនទេបើសិនជាកូនឯងច្បាស់ថាកូនឯងគឺជាមនុស្សល្អពេលមានលុយសូមកូនឯងធ្វើទៀនទាំងការចែករំលែកចំណេះដឹងទាំងការផ្ដល់លុយផ្ដល់សហគមន៍ហើយពេលដែលកូនធ្លាក់ខ្លួនក្រកូនប្រឹងរោទៀតទៅកូនមិនបាច់រំពឹងអ្នកដតីមកឲ្យទៀនកូនទេកូនចំណាំមើលអ្នកដែលហ៊ឺហាលយឆាយអត់សូវយូរទេច្រើនតែអង្គុះអង្គើពេលមួយដែលកូនឯងខឹងកូនឯងស្រែកឲ្យខ្លាំងទៅប៉ុន្តែកូនឯងស្រែកកុំឲ្យគេលឺពេលត្រឡប់មកវិញរឿងហ្នឹងវានឹងចប់បើសិនជាកូនធ្វើបន់កូនកុំខ្លាចគេលួចគ្រឿងទិញឲ្យលើសអាហ្នឹងឯងបន់បើសិនជាកូនយកប្រពន្ធកូនឯងមិនយកអ្នកមានទេឲ្យតែរស់នៅមានក្តីសុខគឺកូនឯងមានឯងមកកូនឯងជាកូនប្រុសកូនឯងមិនចាំម៉ែបដៅអត់ល្អទេព្រោះម៉ែអត់ធ្លាប់ធ្វើជាមនុស្សប្រុសទេម៉ែជាស្រីដូច្នេះបើសិនជាកូនចង់ខ្លាចជាមនុស្សប្រុសតាមរបៀបណាដែលកូនគិតថាមានតម្លៃកូនឯងសម្រេចចិត្តចុះគ្រួសារយើងគ្មានខ្សែគ្មានខ្នងគ្មានចង្វាក់អីទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាទីពឹងដ៏ធំមួយរបស់គ្រួសារយើងកូនមើលទៅជុំវិញខ្លួនមើលបងប្អូនគ្រួសារអ៊ីអ៊ុំសិតតែអ្នកអត់បើយើងគ្មានខ្សែគ្មានចង្វាក់អីនឹងតោងទេចឹងហើយកូនកុំភ្លេចខ្លួនអសោះគ្រួសារយើងគ្មានខ្សែគ្មានខ្នងទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាបកគោលរបស់គ្រួសារកូននឹងក្លាយជាម្លប់របស់បងប្អូនកូននឹងក្លាយជាផ្លូវសម្រាប់អ្នកក្រោយបន្តទៀតកំពុងតែប្រឹងវ័យយើងកំពុងតែបញ្ចេញកម្លាំងគុំទៅចំណែនជាមួយនឹងវ័យគេដែលកំពុងតែសោយសុខពេលខ្លះគេលំបាកច្រើនណាស់ទម្រាំតែគេបានសោយសុខអញ្ចឹងវ័យយើងកំពុងប្រឹងត្រូវតែមានមោទនភាពត្រូវតែមានជំនឿចិត្តជាមួយអ្វីដែលយើងខំប្រឹងធ្វើនាពេលបច្ចុប្បន្នបដោតធ្វើវាឲ្យអស់ចិត្តគុំលវើលវាយទៅប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតគេអ្នកខ្លះខំប្រឹងធ្វើការបានល្អខ្ញុំនៅចាំពាក្យម្ដាយរបស់ខ្ញុំក៏តែងតែបដៅខ្ញុំតាំងពីតូចគាត់និយាយថាយើងអត់ចាំបាច់លាក់បាំងមហូបដែលនៅសល់ច្រើនថ្ងៃដោយសារខ្លាចភ្ញៀវនិយាយថាយើងរិះទេកូនព្រោះយើងរស់នៅបែបហ្នឹងមែនគាត់បាននិយាយទៀតថាចានដែលបែកកូនឯងប្រើវាសិនទៅព្រោះយើងញ៉ាំជាមួយស្លាបព្រាតាវាអត់មុតទេគោឡើងភ្នំអត់មានសាច់គោក៏បានព្រោះបន្លែសុទ្ធវាងាយស្រួលធ្វើយើងបត់ជើងហើយសុខភាពល្អត្រីខនេះយើងនៅតែ2នាក់យើងប្រើវាពាក់កណ្ដាលបានហើយកូនពាក្យអញហើយនឹងពាក្យខ្ញុំ
មកម៉ាត់ដូចគ្នាកូនឯងប្រើពាក្យខ្ញុំវាពីរោះជាងធំឡើងកូនឯងមិនបាច់ប្រើកាភ្លើងដើម្បីការពារខ្លួនទេបើសិនជាកូនឯងច្បាស់ថាកូនឯងគឺជាមនុស្សល្អពេលមានលុយសូមកូនឯងធ្វើទានទាំងការចែករំលែកចំណេះដឹងទាំងការផ្ដល់លុយផ្ដល់សហុយហើយពេលដែលកូនធ្លាក់ខ្លួនក្រកូនប្រឹងរោទៀតទៅកូនមិនបាច់រំពឹងអ្នកដតីមកឲ្យទានកូនទេកូនចំណាំមើលអ្នកដែលហ៊ឺហាលយឆាយអត់សូវយូរទេច្រើនតែអង្គុះអង្គើពេលមួយដែលកូនឯងខឹងកូនឯងស្រែកឲ្យខ្លាំងទៅប៉ុន្តែកូនឯងស្រែកកុំឲ្យគេឮពេលត្រឡប់មកវិញរឿងហ្នឹងវានឹងចប់បើសិនជាកូនធ្វើបន់កូនកុំខ្លាចជាលួចគ្រឿងទិញឲ្យលើសអាហ្នឹងឯងបន់បើសិនជាកូនយកប្រពន្ធកូនឯងមិនយកអ្នកមានទេឲ្យតែរស់នៅមានក្តីសុខគឺកូនឯងមានឯងមកកូនឯងជាកូនប្រុសកូនឯងមិនបាច់ចាំម៉ែបដៅអត់ល្អទេព្រោះម៉ែអត់ធ្លាប់ធ្វើជាមនុស្សប្រុសទេម៉ែជាស្រីដូច្នេះបើសិនជាកូនចង់ខ្លាចជាមនុស្សប្រុសតាមរបៀបណាដែលកូនគិតថាមានតម្លៃកូនឯងសម្រេចចិត្តចុះ